បាទសូមគោរពជំរាបសួរដល់អស់លោកអ្នកបងប្អូនដែលជាអ្នកសំណាប់របស់ព្រះទាំងអស់គ្នាខ្ញុំបាទសាំយូអែលសូមបានដកស្រង់នៅអត្ថបទព្រះគម្ពីរនៅក្នុងព្រះគម្ពីរម៉ាកុសនៅក្នុងការដែលចែកចាយនៅថ្ងៃនេះព្រះបន្ទូលនៅថ្ងៃនេះគឺជាព្រះបន្ទូលមួយដែលបានរំលឹកនិងដាស់តឿនខ្ញុំហើយជាព្រះបន្ទូលមួយនៅពេលដែលខ្ញុំជួបនៅបញ្ហាហើយនឹងទុក្ខលំបាកដើម្បីឲ្យខ្ញុំបានចាំអំពីការដែលខ្ញុំបានសន្យាហើយនឹងបដិញ្ញានៅក្នុងការដែលបម្រើអស់លោកអ្នកបងប្អូនដែលជាអ្នកសំណប់របស់ព្រះទាំងអស់គ្នាជាទីស្រឡាញ់រាប់អានពិតណាស់ការដែលអស់លោកអ្នកបងប្អូនហើយរួមទាំងខ្ញុំដែរនៅពេលដែលយើងរាល់គ្នាបានសម្រេចចិត្តទទួលជឿលើព្រះយេស៊ូវគឺយើងមានការតាំងចិត្តយ៉ាងមុតមមនៅក្នុងសេចក្តីជំនឿហើយនៅថ្ងៃនេះខ្ញុំចង់លើកយកមកបង្ហាញអស់លោកអ្នកបងប្អូននៅក្នុងអត្ថបទព្រះគម្ពីរគឺចង់ឲ្យអស់លោកអ្នកបងប្អូននៅថ្ងៃនេះជាការលើកទឹកចិត្តដល់អស់អ្នកដែលបងប្អូនបានទុនខ្សោយហើយកំពុងតែជួបនៅបញ្ហាដែលធ្វើឲ្យដួងចិត្តនិងសេចក្តីជំនឿរបស់អស់លោកអ្នកបងប្អូនបានរសាយដើម្បីជាការដែលលើកទឹកចិត្តដល់អស់លោកអ្នកបងប្អូនឡើងវិញដូច្នេះខ្ញុំសូមបានអាននៅអត្ថបទព្រះគម្ពីរម៉ាកុសនៅក្នុងជំពូកទី14នៅក្នុងខទី29ព្រះគម្ពីរបានចែងថាតែពេត្រុសទូលទ្រង់ថាទោះបើមនុស្សទាំងអស់រវាទចិត្តចេញក៏ដោយគង់តែទូលបង្គំមិនដូច្នេះទេព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថានៅថ្ងៃនេះគឺនៅក្នុងវេលាយប់នេះឯងមុនដែលមន់រងាវ2ដងនោះអ្នកនឹងប្រកែកគ្រប់3ដងថាមិនស្គាល់ខ្ញុំតែគាត់ប្រកែកយ៉ាងខ្លាំងលើសទៅទៀតថាទោះបើទូបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តីគង់តែមិនព្រមថាមិនស្គាល់ទ្រង់ដូច្នេះនោះឡើយហើយទាំងអស់ក៏ថាដូចគ្នាបាទនៅក្នុងបទគម្ពីរនេះគឺអស់លោកអ្នកបងប្អូនមានបានគិតហើយបានសេចក្ដីគិតអំពីការដែលអស់លោកអ្នកបងប្អូនទើបតែនឹងទទួលជឿហើយសម្រេចចិត្តនៅក្នុងការដែលបម្រើព្រះអង្គអស់លោកអ្នកបងប្អូនប្រហែលជាដូចជាមួយនឹងលោកពេត្រុសដែរគឺលោកពេត្រុសបានសច្ចាយ៉ាងច្បាស់លាស់ចំពោះព្រះយេស៊ូវអស់លោកអ្នកបងប្អូនជាទីគោរពរាប់អានប៉ុន្តែការដែលយើងបដិញ្ញាចិត្តនិងការតាំងចិត្តរបស់យើងតាមរយៈពេលវេលាពី1ឆ្នាំទៅ1ឆ្នាំប្រហែលជាធ្វើឲ្យអស់លោកអ្នកបងប្អូនចាប់ផ្ដើមរសាយចិត្តអស់លោកអ្នកបងប្អូនបានដឹងច្បាស់ហើយថាលោកពេត្រុសគឺជាមនុស្សម្នាក់ដែលគាត់ស្រឡាញ់ព្រះយេស៊ូវមែនទែនហើយគាត់គឺជាមនុស្សម្នាក់ដែលឆ្លើយលឿនជាងគេទាំងអស់នៅក្នុងចំណោមពួកសិស្សទាំងអស់ប៉ុន្តែមិនយូរប៉ុន្មានការតាំងចិត្តរបស់លោកពេត្រុសក៏បានមកដល់គឺនៅក្នុងខទី66បានចែងថារីឯពេត្រុសគាត់នៅក្នុងព្រលានដ៏ខាងក្រោមហើយមានបាវស្រីរបស់សម្ដេចសង្ឃម្នាក់មកឃើញពេត្រុសកំពុងតែអាំងភ្លើងក៏សម្លឹងមើលគាត់ហើយនិយាយថាអ្នកបាននៅជាមួយនឹងយេស៊ូវពីណាសារ៉េតនោះដែរតែគាត់ប្រកែកថាខ្ញុំមិនដឹងមិនយល់ជាអ្នកនិយាយអ្វីទេរួចគាត់ចេញទៅឯទីធ្លាខាងក្រៅនោះមន់ចាប់តាំងរងាវឡើងបើស្រីនោះក៏ឃើញគាត់ម្ដងទៀតហើយចាប់តាំងប្រាប់ដល់ពួកអ្នកដែលឈរនៅទីនោះថាអ្នកនេះជាពួកគេដែរគាត់ប្រកែកម្ដងទៀតរួចក្រោយបន្តិចមកពួកអ្នកដែលឈរនៅទីនោះនិយាយទៅពេត្រុសថាឯងប្រកាសជាពួកគេដែរត្បិតឯងជាអ្នកស្រុកកាលីលេតែគាត់តាំងប្រមាថហើយស្បត់ថាខ្ញុំមិនស្គាល់មនុស្សនេះដែលអ្នករាល់គ្នានិយាយទេនោះមន់ក៏រងាវឡើងជាគម្រប់2ដងពេត្រុសក៏នឹកឃើញពីព្រះបន្ទូលដែលព្រះយេស៊ូវបានប្រាប់គាត់ថា
មុនដែលមន់រងាវ2ដងនោះអ្នកនឹងប្រកែក3ដងថាមិនស្គាល់ខ្ញុំកាលគាត់បានគិតពីសេចក្តីនោះហើយគាត់ក៏យំអរលោកអ្នកបងប្អូននៅក្នុងអត្ថបទព្រះគម្ពីរនៅថ្ងៃនេះប្រហែលជាពេលនេះអរលោកអ្នកបងប្អូនបានដូចជាពេត្រុសដែរគឺបានអ្នកខ្លះក៏ឈប់នៅក្នុងការដែលទៅព្រះវិហារហើយអ្នកខ្លះក៏ឈប់នៅក្នុងការដែលទទួលជាលើព្រះហើយអ្នកខ្លះទៀតកំពុងតែបាក់ទឹកចិត្តហើយអ្នកខ្លះទៀតក៏កំពុងតែបម្រើព្រះអង្គដោយឆេះឆួលនៅក្នុងព្រះវិហារអស់លោកអ្នកបងប្អូនជាទីស្រឡាញ់រាប់អានខ្ញុំបាននឹកចងចាំអំពីពាក្យសម្ដីរបស់លោកគ្រូខ្ញុំបានបង្រៀនខ្ញុំហើយគាត់បានលើករឿងប្រៀបធៀបមួយសម្រាប់ខ្ញុំគឺនៅពេលនោះគាត់និយាយថារឿងមួយនោះគឺមានពេត្រុសនៅពេលដែលជួបនៅទុក្ខលំបាកការបៀតបៀននៅទីក្រុងយេរូសាឡឹមពេត្រុសក៏បានរត់ចេញពីទីក្រុងយេរូសាឡឹមហើយបានគេចចេញអំពីទីក្រុងយេរូសាឡឹមទៅឯតំបន់ផ្សេងស្រាប់តែនៅពេលដែលគាត់ដើរនៅក្នុងផ្លូវតាមផ្លូវបានពាក់កណ្ដាលផ្លូវចេញពីទីក្រុងយេរូសាឡឹមនៅក្បែរភ្នំមួយស្រាប់តែគាត់បានឃើញបរិសម្នាក់បានដើរមកពីទិសផ្ទុយនឹងគាត់ហើយបរិសនោះបានសួរទៅពេត្រុសថាតើអ្នកទៅណាពេត្រុសថាខ្ញុំចាកចេញពីទីក្រុងយេរូសាឡឹមពីព្រោះទីក្រុងនេះបានបៀតបៀនហើយស្អប់ខ្ញុំណាស់ហើយពេត្រុសក៏បានសួរទៅបរិសម្នាក់នោះវិញថាចុះលោកធ្វើដំណើរទៅណាដែរនៅពេលនោះបរិសនោះក៏បានឆ្លើយទៅប្រាប់ពេត្រុសថាខ្ញុំទៅទីក្រុងយេរូសាឡឹមដើម្បីឲ្យគេធ្វើបាបដើម្បីឲ្យគេធ្វើបាបធ្វើទុក្ខហើយនឹងសម្លាប់ខ្ញុំម្ដងទៀតពីព្រោះការស្លាប់លើកទី1របស់ខ្ញុំมันអាចនៅក្នុងការដែលផ្លាស់ប្ដូរចិត្តរបស់អ្នកបានស្រាប់តែពេត្រុសបានងើបមុខឡើងហើយគាត់ក៏ភ្ញាក់ខ្លួនអំពីជំនឿរបស់គាត់អរលោកអ្នកបងប្អូននេះគ្រាន់តែជារឿងប្រៀបធៀបទេប៉ុន្តែតាមរយៈរឿងនេះបានប្រាប់យើងថាពេត្រុសគឺបានដឹងខ្លួនឡើងហើយបែរក្រោយត្រឡប់ទៅទីក្រុងយេរូសាឡឹមដើម្បីរងចាំថ្ងៃបុណ្យទី50ដើម្បីនឹងទទួលបាននូវការចាក់ប្រេងតាំងជាព្រះវិញ្ញាណដើម្បីនៅក្នុងដឹកនាំដល់ពួកគាត់ដូច្នេះត្រឡប់មកវិញខ្ញុំចង់បញ្ជាក់ថាទោះបីជារឿងនេះជារឿងប្រៀបធៀបប៉ុន្តែអស់លោកអ្នកបងប្អូនតើលោកអ្នកបងប្អូនចង់ឲ្យព្រះយេស៊ូវគ្រីស្ទសុគតជំនួសយើងប៉ុន្មានដងទៀតរងទុក្ខប៉ុន្មានដងទៀតទើបអស់លោកអ្នកបងប្អូនបានព្រមស្ម័គ្របម្រើព្រះអង្គបានព្រមស្ម័គ្រនៅក្នុងការដែលដើរតាមព្រះអង្គអស់លោកអ្នកបងប្អូនព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាងហើយព្រះអង្គបានរស់ឡើងវិញគឺគ្រប់គ្រាន់សម្រាប់នៅក្នុងការដែលឲ្យអស់លោកអ្នកបងប្អូនដើរតាមព្រះអង្គដោយមិនមានភាពសង្ស័យដូច្នេះនៅថ្ងៃនេះសូមឲ្យបងប្អូនបានតាំងចិត្តហើយធ្វើការមុតមាំនៅក្នុងសេចក្តីជំនឿជំនះអស់ទាំងទុក្ខលំបាកហើយបន្តដំណើររួមគ្នាបន្តទៀតរហូតដល់ពេលព្រះយេស៊ូវគ្រីស្ទយាងមកជាលើកទី2សូមឲ្យអត្ថបទព្រះគម្ពីរនេះបានធ្វើការនៅក្នុងចិត្តអស់លោកអ្នកបងប្អូនសូមព្រះយេស៊ូវប្រទានពរអាមែន